បាទសូមជម្រាបសួរស្ដីដល់បងប្អូនទាំងអស់គ្នាដែលតែងតែពិបាកទៅលើការចុចប៊ីតុងឧទាហរណ៍ថាប៊ីតុងសងខាងយើងនេះវាខូច power ខូចអញ្ចឹងយើងអាចដាស់អេក្រង់បានចុចគ្រាន់តែយើងចុច2ដងអញ្ចឹងកន្លែងដែលយើងត្រូវធ្វើហ្នឹងជាដំបូងយើងចូល setting មកបាទចូល setting ហ្នឹងមកហើយតមកពាក្យរកពាក្យថាក្នុងនេះអត់មានទេយើង search បានដូចជា guest Gaster and motor នេះចុចលើហ្នឹងមកតមកម្ដងទៅនេះយើងឃើញ screen out លើគេហ្នឹងចុចលើហ្នឹងមកឧទាហរណ៍ថាបើសិនជាទូរស័ព្ទបងប្អូនយើងបិទហើយវាយើងអាចបើកអញ្ចឹងយើងចុចបើកវាធម្មតាចឹងមកហើយកន្លែងនេះ double tap to back screen ហ្នឹងបាទចុចចូលកន្លែងហ្នឹងមកបើកវាមកអញ្ចឹងយើងអាចដាស់អេក្រង់បានហើយហ្នឹងចុច2ដងដើម្បីដាស់អេក្រង់គឺតែប៉ុណ្្នឹងទេវាដូចជាអត់មានអីពិបាកជាងហ្នឹងទេអានេះសម្រាប់តែទូរស័ព្ទ Oppo អានេះខ្ញុំទិញតែជាមួយនឹងទូរស័ព្ទ Oppo ទេគឺមានទូរស័ព្ទផ្សេងទៀតយើងអាចមានវិធីផ្សេងទៀតប៉ុន្តែអានេះខ្ញុំធ្វើនៅលើទូរស័ព្ទ Oppo A16K បាទសម្រាប់បងប្អូនដែលឆ្ងល់ហើយភាគច្រើនគេមកសួរអ្នកដែលគាត់ប្រើទូរស័ព្ទគាត់ចង់ខ្ជិលចុចប៊ីតុងចុចអីគាត់ចង់ដាស់2ដងអញ្ចឹងបងប្អូនអាចធ្វើតាមវិធីខ្ញុំនេះបានបាទអរគុណជម្រាបលា